លុយមង្គលការនៅលើទឹកថ្ងៃនេះទាំងប៉ុន្មាននេះខ្ញុំនឹងឲ្យហៅនឹងធីងទាំងអស់ដើម្បីយកទៅរៀបចំផ្ទះថ្មីពួកគេត្រូវទិញផ្ទះត្រូវចិញ្ចឹមកូនលុយមិនសូវគ្រប់ប្រើទេម៉ាក់អញ្ចឹងបានសមពួកយើងដឹងថាម៉ាក់ស្រឡាញ់ពួកយើងហើយលុយថ្លៃទឹកដោះដែលនៅសល់ក៏ឲ្យហៅទាំងអស់ទៅលុយនោះខ្ញុំជាអ្នកសន្សំខ្ញុំជាអ្នកសម្រេចស៊ីវយ៉ាម៉ាក់ឯងក៏ហត់នឿយក្នុងការមើលថែជាងដែរបានហើយយកលុយនេះទៅទិញអីហូបចុះចាត់ទុកថាជាទឹកចិត្តពីម៉ាក់ដឹងហើយមានតែប៉ុណ្្នឹងនៅអ៊ូថាតិចទៀតល្អហើយម៉ាក់ស្រឡាញ់ឯងត្រូវតែធ្វើខ្លួនឲ្យប្រសើរខាងពួកឯងវិញនិយាយត្រង់ចុះខ្ញុំមិនឃើញមានក្តីសង្ឃឹមអ្វីឡើយបើស្ថានភាពបែបនេះឯងម្នាក់ឯងអាចទ្រាំបានដល់ណាគាត់គឺជាបន្ទុកមួយប៉ុន្មានឆ្នាំមកនេះគ្រួសារធំពួកឯងមានអីខ្លះផ្ទះក៏គ្មានឡានក៏គ្មានលុយសន្សំក៏គ្មាននៅមានមុខមកនិយាយទៀតមិនដូចហៅទេទើបតែនៅក្មេងក៏ចេះរកលុយដែរនេះទើបហៅថាកូនដែលមានអនាគតព្រោះខ្ញុំសមត្ថភាពខ្ពស់ស្រាប់ហើយម៉ាក់និយាយត្រូវហើយហៅរបស់យើងពិតជាមានសមត្ថភាពមែនធីងអើយកូនក្នុងផ្ទៃសំខាន់បំផុតកុំធ្វើការហត់ពេកចង់ញ៉ាំអីគ្រាន់តែប្រាប់ទៅជាវអ្នកជាបងថ្លៃស្រីគួរតែចេះយកយល់ដល់ប្អូនប្រុសប្អូនថ្លៃពួកគេត្រូវចិញ្ចឹមកូនក្មួយត្រូវតែបើកចិត្តឲ្យទូលាយបន្តិចបងថ្លៃស្រីអ្នកម៉ាក់និយាយអីអ្នកមិនយល់ទេពេលនេះខ្ញុំកំពុងពោះរបស់របរអ្វីសុទ្ធតែត្រូវការរបស់ល្អបងថ្លៃស្រីបងថាគួរតែយកយល់ឲ្យខ្ញុំទេលុយបន្តិចបន្តួចក្នុងដៃបងយកមកឲ្យហៅសិនទៅឲ្យពួកគេបានទិញក្រេទីរកមួយអ្នកម៉ាក់និយាយត្រូវហើយផ្ទះធំយើងមិនស័ក្តិសមទេលុយនេះខ្ញុំមិនយកទេអ្នកម៉ាក់យកទៅឲ្យហៅសិនសង់ផ្ទះចុះក្រដល់ថ្នាក់នេះហើយនៅធ្វើជាខ្ពង់ខ្ពស់ទៀតគួរឲ្យអស់សំណើចណាស់ភ្លេចវាទៅតាមចិត្តគាត់ចុះយ៉ាងណាក៏គាត់ធ្លាប់តែបែបនេះដែរឃើញទេជាវយ៉ានៅតែចេះគិតគូរចេះគិតពីផលប្រយោជន៍រួមម៉ាក់នឹងចងចាំពីអំពើល្អរបស់កូនខ្ញុំចង់និយាយរឿងមួយការមើលថែបងប្រុសនិងការចិញ្ចឹមបីបាច់ទៅមុខទៀតតើគ្រួសារយើងទាំងពីរមិនគួរទទួលខុសត្រូវរួមគ្នាទេមិនអាចទៅរួចទេរឿងបែបនេះមិនដល់វេនកូនមកនិយាយទេរឿងផ្ទះធំគឺជារឿងផ្ទះធំកុំទាញរឿងអ្វីទាំងអស់មកពាក់ព័ន្ធនឹងផ្ទះតូចឲ្យសោះយើងរស់នៅតាមផ្លូវរៀងខ្លួនទៅពួកកូនចង់រស់នៅបែបណាក៏តាមចិត្តទៅកុំមកសង្ឃឹមលើពួកយើងឲ្យសោះអ្នកម៉ាក់ចាំបន្តិចខ្ញុំនៅមានរឿងចង់និយាយយ៉ាងម៉េចស្ដាយក្រោយហើយឬមួយដោយសារលុយមិនគ្រប់ទើបចង់ត្រឡប់ពាក្យសម្ដីពិតមែនហើយក៏មិនផុតពីរឿងលុយកាក់ដដែលប្រាប់មកឲ្យត្រង់ទៅកុំធ្វើឲ្យរឿងវាវែងឆ្ងាយអីអ្នកក្រគឺនៅតែជាអ្នកក្រនិយាយទៅនិយាយមកក៏មិនផុតពីលុយប៉ុន្មាននឹងដែរមិនមែនរឿងលុយទេតាមតែអ្នកចង់និយាយចោះសភាពបែបនេះក៏នៅហ៊ាននិយាយរឿងចិញ្ចឹមឪពុកម្ដាយទៀតនិយាយចេញទៅគេសើចចំអកឲ្យហើយគាត់ជាមនុស្សពិការម្នាក់អង្គុយនៅនឹងធ្វើអ្វីមិនកើតតើអ្នកឯងពឹងផ្អែកលើអ្វីសំបីតែប្រពន្ធក៏ចិញ្ចឹមមិនរស់ក៏នៅហ៊ានថ្លៃទៀតបងប្រុសបងគិតស្អីហ្នឹងមនុស្សដែលឈឺធ្ងន់បែបនេះនៅទីនេះមានប្រយោជន៍អ្វីឃើញមុខរាល់ថ្ងៃអាប់អន់សំណាងណាស់ម៉ាក់កូនថាកាត់ឈ្មោះគ្រួសារធំចេញពីផ្ទះឲ្យដាច់តែម្ដងទៅស្ថានភាពបែបនេះនៅតាក់ទងជាមួយពួកគាត់ក៏គ្មានប្រយោជន៍អ្វីដល់កូនដែរនិយាយត្រូវហើយគួរតែធ្វើបែបហ្នឹងតាំងពីយូរមកហើយគួរធ្វើបែបនេះយូរហើយកុំឲ្យឃើញមុខហើយរំខានចិត្តមិនបាច់រុញពួកខ្ញុំទេពួកយើងមិនត្រូវការឲ្យអ្នករុញច្រានទេម៉ាក់សូមម៉ាក់ជួយយករបស់ម៉ាក់ពីខាងពួកកូនទៅវិញឲ្យអស់យកទៅថ្ងៃនេះតែម្ដងលុយក៏យកទៅមនុស្សក៏គុំសង្ឃឹមថានឹងឲ្យនៅទីនេះទៀតក្នុងនៅពេលដែលគ្រួសារធំតូចបែងចែកច្បាស់លាស់បែបនេះអញ្ចឹងរឿងកណ្ដីក៏ត្រូវបែងចែកឲ្យច្បាស់ដែរឯងជាអ្នកណាត្រឹមជាកូនប្រសារមានសិទ្ធិអ្វីមកនិយាយជាមួយអញបែបនេះរឿងក្នុងផ្ទះអញមិនដល់វេនឯងមកចង្អុលបង្ហាញទេឯងចូលមកក្នុងផ្ទះនេះប៉ុន្មានឆ្នាំហើយបានដឹងស្អីខ្លះអ្នកឯងនិយាយអ្វីមួយមកមើលផ្ទះនេះអ្នកនៅចាំបានទេម៉ាក់កូនក៏គ្មានជំរឿដែរជីវិតកូនសពថ្ងៃក៏ពិបាកខ្លាំងណាស់ដែរកូនចិត្តកាត់ហើយចិញ្ចឹមកូនមានឯណាមិនអស់លុយពួកយើងខ្លួនឯងក៏ស្ទើរតែរក្សាខ្លួនមិនរួចដែរមែនហើយពួកយើងពិតជាខ្វះខាតខ្លាំងណាស់ចំណាយពេលសម្រាប់ក្រោយឆ្លងទន្លេនិងថ្លៃទឹកដោះគោទៀតកូនគ្មានលុយទេចុះរបស់ដែលនៅក្នុងហោប៉ៅនោះជាអ្វីនាងមានចរិតបែបនេះបានយ៉ាងម៉េចពិតជាអកតញ្ញូណាស់មានកូនប្រសារណាគេនិយាយជាមួយម្ដាយក្មេកបែបនេះពាក្យណាដែលកូននិយាយមិនមែនជាការពិតការមើលថែអ្នកជំងឺជារឿងរបស់ពួកអ្នកម៉ាក់ខ្វល់មិនដល់រឿងទាំងនោះទេត្រូវហើយម៉ាក់និយាយត្រូវហើយរឿងនេះតាមពិតទៅជាទួលនីតិរបស់កូនច្បងទេគឺត្រូវហើយតើកូនច្បងមិនខ្វល់តើឲ្យអ្នកណាខ្វល់មានរឿងល្អកូនចាំតែយករឿងដែលមានហានិភ័យកូនមិនចង់ពាក់ព័ន្ធសោះតើអ្នកគិតរឿងនេះច្បាស់លាស់តាំងពីដើមមកហើយមែនទេក្នុងនៅពេលដែលអ្នកចង់និយាយឲ្យច្បាស់អញ្ចឹងពួកយើងនិយាយគ្នាក្នុងថ្ងៃនេះឲ្យច្បាស់តែម្ដងទៅឆ្នាំដែលជួបគ្រោះថ្នាក់នោះតើអ្នកណែណាពួកយើងខ្ចីលុយគេព្យាបាលជំងឺសុំគេគ្រប់ទីកន្លែងតើពួកយើងធ្លាប់សុំអ្នកម្ដងទេអ្នកមិនដែលឲ្យលុយសុំបីតែ1សេនក៏គ្មានដែរតើអ្នកចាត់ទុកពួកយើងជាអ្វីចាត់ទុកពួកយើងដូចជាមនុស្សស្លាប់អីចឹងចុះបើអីចឹងតើមានបញ្ហាអីរឿងហ្នឹងជាបញ្ហារបស់អ្នកឯងទេគេសំណាងមិនល្អដោយខ្លួនគេទេវាពាក់ព័ន្ធអីនឹងខ្ញុំមានរឿងមួយចង់ឲ្យអ្នកស្ដាប់ឲ្យច្បាស់អ្នកដឹងទេថាហេតុអ្វីបានជាហៅជាងខ្លាចជាបែបនេះគឺដោយសារតែគេយកជីវិតទៅបដូរដើម្បីជួយសង្គ្រោះប្អូនប្រុសរបស់អ្នកដឹងទេគេជួយជីវិតអ្នកតែអ្នកបែរជាជន់ក្បាលគេឡើងទៅវិញនេះហើយមែនទេមុនសការរបស់អ្នកនោះមិនទាន់អស់ត្រឹមនឹងទេស៊ូហ្វិនយើងនៅមានរឿងចាស់គំរើមួយទៀតថ្ងៃនេះនិយាយគ្នាឲ្យច្បាស់ទៅអ្វីដែលល្អឲ្យទៅកូនតូចអ្វីដែលអាក្រក់បោះឲ្យកូនច្បងអ្នករស់នៅពេញមួយជីវិតបែបនេះតាំងពីតូចរហូតមកដល់ពេលនេះអ្នកដឹងខ្លួនច្បាស់ណាស់
ตาเนี่ยคลอบดักเกขนมกระสายพเนกได้หรือเต้เนี่ยนิยัยแบบนี้บ้านอย่างเม็กขยมลมเอียงตรองนาเต้เนี่ยมันคลายเต้ดำเอาไว้บ้านพอนู้ตรำเตออดบัดขยมลมเอียงเตอขังโกนโต๊ะจ่อบักขยมลมเอียงตามีนปัญหาไอ้ฮาวคือจีดวงจัดระบอกขยมกาปีเกจ่อวีมีนปัญหาไอ้เต้รอขยมดังหายจับปีไงนี่เตอเรื่องราวระเวียงครูซายยังแต่งปีเตอจับตรำนี่เล่งแกะปอนคณีติดหายจ้องเตอก่อเตออดมีนปุเนี่ยก็ปุยังรู้เนอบานแดสมแดงจับหายขยมดังหายขยมดังทาโลกเหมือนไอเตโลกจะไว้โลกปัจจิลมบะหายนี่จีเอกสารเพียหนระบอกกรมหนส้มโลกปีนัดเมอเรียบจอมรุยรอหายเหมือนเต้เพราะแต่บัตรการกรมหนคือธรรมดาแต่งออกกุมร้งแต่งใบกำปงดำนากาเตอตามแผนกาโลกจะไว้ส้มกลมบารมไอโลกก็หอกขยมยูหมกหายเหมือนเต้จะไว้นี่จีกาโดได้ยังเตรียมสำหรับพิธีจุบเลี้ยงไงนี้มาสติมเพนกลูเทียนระบอกไมกับโบส้มโลกปีนัดเมอนั่งหล่อนะสันนุคือเจียนเหมือนเต้เกกรอกโชหลังหายนี่วิจีเรื่องเอาไว้เต้มันเนี่ยนู้มันแมนจีจุ่มนุยการะบอกเจียนเต้ขยมดังหายทาเจียนปุยังปัจจิมีนสมรรถเพียบแมนมาแต่งแต่ชื่อเจเลโกนจีนิกแน่จำบันติกสันmìnhนั่งแหนนาได้ทานังเตอก่อเตอให้ทาขมิ้นปุยังจีวัดรูนสรูจริงนุขยมนี่ยัยดอยซาแต่ขังเตมาไอนาเตอขังเปิดแมนนุขยมจีมนุจองจำหล่อนะจับปีไงนี่เตอครูซายังแต่งปีมันมีนตุ่มแหนตุ่มนองเอาไว้นังขณีติดเตบองใส่มาจีเนียงไอนาไม่ก่อนเนียงเฟื่อแบบนี้มาไอ้นี่ยัยเปียนี้เอาเลื่อนจริงนี่บันติกก็หล่อได้จมปุ๊เอาปุ๊มาได้ลมเอียงนังสัตว์เงียบได้เหมือนดังคนแบบนี้เนี่ยแต่งออกนี่กระทาปุยังเฟื่อแบบนี้ตรำเตอได้หรือเต้ปุยังรงจำจำลายปีเนี่ยแต่งออกนี่